នៅក្នុងជីវិតយើងម្នាក់ពិតជាមានការលំបាកផ្សេងៗគ្នាមិនថាយើងជាអ្នកមានក្តីអ្នកក្រក្តីក៏ដោយអញ្ចឹងដើម្បីកាត់បន្ថយការលំបាកនៅក្នុងជីវិតរបស់យើងហ្នឹងគឺយើងអាចអនុវត្តតាមសៀវភៅនៅក្នុងសៀវភៅនេះបានគឺសៀវភៅធ្វើតាមបេះដូងអ្នកខ្ញុំជឿថាមានណាគេអត់អាចស្រួលរហូតឬក៏អត់អាច skip មេរៀនណាមួយនៅក្នុងជីវិតបានទេពេលខ្លះយើងជួបការលំបាកពេលខ្លះយើងជួបអីដែលធ្វើឲ្យយើងអវិជ្ជមានពេលខ្លះវាធ្វើឲ្យយើងអត់សុខចិត្តប៉ុន្តែយើងត្រូវដឹងថារឿងទាំងអស់ហ្នឹងវាបរិញ្ញាឲ្យយើងរឹងមាំហើយមនុស្សណាគេក៏ជួបបែបហ្នឹងដែរមិនថាអ្នកមានអ្នកក្រអ្នកមជ្ឈុំឬមិនក៏ដោយគឺត្រូវតែជួបបែបហ្នឹងទាំងអស់អញ្ចឹងយើងកុំតូចចិត្តនឹងវាសនាដែលយើងត្រូវជួបនឹងហើយក៏យើងកុំត្រូវប្រៀបធៀបថាហេតុអីបានយើងគួរជួបបែបនេះហេតុអីបានគេអត់ជួបប៉ុន្តែយើងអត់ទាន់ដឹងថាគេជួបអីខ្លះទេអញ្ចឹងអ្នកខ្លះគឺទុនជ្រាយមានន័យថាអ្នកខ្លះគឺជួបបញ្ហាតិចតួចប៉ុន្តែមានអារម្មណ៍ថាពិបាកប៉ុន្តែអ្នកខ្លះជួបបញ្ហាពិបាកប៉ុន្តែមានអារម្មណ៍ថាពិបាកប៉ុន្តែនៅពេលដែលអ្នកដែលជួបបញ្ហាពិបាកហ្នឹងជួបបញ្ហាតិចតួចដូចអ្នកដែលជួបបញ្ហាតិចតួចហ្នឹងគឺមានអារម្មណ៍ថាធម្មតាអញ្ចឹងដែលក្នុងវីដេអូហ្នឹងខ្ញុំចង់ឲ្យអ្នកនរគ្នាចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងនៅពេលដែលយើងចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានគឺយើងនឹងចេះគ្រប់គ្រងស្ថានភាពអីដែលយើងកើតឡើងន័យថានៅពេលដែលយើងជួបរឿងដែលពិបាកគឺនៅតែជារឿងធម្មតានិយាយទៅយើងបើសិនជាយើងគិតថាវាធម្មតាគឺវាធម្មតាអញ្ចឹងដើម្បីវាគិតបានវាមិនងាយស្រួលប៉ុន្មានទេយើងត្រូវតែបដិញ្ញាចិត្តចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងចេះបត់បានតាមលក្ខណៈរៀនទទួលស្គាល់ការពិតរៀនយល់អ្វីដែលជាបញ្ហាហ្នឹងមកពិភពលោកហ្នឹងគឺជាមេរៀនដែលយើងត្រូវរៀនអញ្ចឹងយើងអាច skip មេរៀនឡើយណាទេអញ្ចឹងឧទាហរណ៍ថានៅពេលដែលយើង skip មេរៀនដែលយើងអត់បានរៀនមួយឧបមាថាយើងបកកាយអៀនខ្មាស់អត់ចេះនិយាយស្ដីពេលដែលយើង skip អាហ្នឹងយើងអត់ព្យាយាមមកដំណោះស្រាយវានឹងជួបបញ្ហាដដែលទៀតន័យថាក្នុងកន្លែងការងារក៏ដោយបើសិនជាយើងខ្សោយចំណុចនេះហើយយើងអត់បានកែប្រែវានឹងជួបបន្តនឹងរហូតដល់យើងបដិញ្ញាតែកែប្រែប៉ុន្តែបើសិនជាយើងអត់បានកែប្រែវាសោះគឺច្បាស់ណាស់ថាវានៅតែចំណុចដដែលហ្នឹងអញ្ចឹងក្នុងវីដេអូហ្នឹងគឺខ្ញុំចង់លើកយកក្នុងសភៅធ្វើតាមបេះដូងអ្នកឬក៏សភៅ Follow Your Heart ហ្នឹងដែលក្នុងទំព័រដំបូងរបស់គេហ្នឹងគេបាននិយាយថាបើសិនជាអ្នកគិតថារាល់បញ្ហាទាំងអស់ក្នុងជីវិតរបស់អ្នកសុទ្ធតែជាមេរៀនដែលអ្នកកាន់តែមេរៀនសុទ្ធតែជាមេរៀនដែលធ្វើឲ្យអ្នកកាន់តែខ្លាំងឡើងពេលនោះអ្នកនឹងលែងមានអារម្មណ៍ថាខ្លួនជាជនរងគ្រោះទៀតមិនថា